បាទសួស្តីពុកម៉ែបងប្អូនបាទនេះវីដេអូអំពីការបាញ់ថ្នាំធុងបាសបងប្អូនចាប់អារម្មណ៍អត់នេះបាញ់ថ្នាំដោយរបៀបនឹងបាទធុងបាសដំណើរការដល់ចំណុចបាញ់ថ្នាំគ្រឿមហើយបងប្អូនបាទហើយនេះក៏នេះចំណុចនៃការបាញ់ថ្នាំអញ្ចឹងមុននឹងបាញ់ថ្នាំយើងបាញ់ក៏បានលាបក៏បានប៉ុន្តែនេះគឺខ្ញុំបង្ហាញបាទយើងគឺលាបបងប្អូនលាបនឹងរលោរុញថ្នាំយើងធម្មតាហ្នឹងបាទយើងនេះលាបថ្នាំតំណបាទហើយសិនទៅបានចាប់ផ្ដើមបន្តមកទៀតបងប្អូនបានយើងបាញ់អញ្ចឹងអ្នកខ្លះក៏សួរថាធ្វើទង់បាសធ្វើម៉េចបងបានថ្នាំពណ៌ស្អាតម៉េចហើយគ្រឿមគួរឲ្យស្រឡាញ់ហើយមិនជ្រាបទឹកបាទធ្វើដោយរបៀបនេះបងប្អូនបាទធ្វើតាមដែលខ្ញុំប្រាប់ទៅនឹងហើយគឺយើងធ្វើយ៉ាងណាក៏ដោយបងប្អូនគឺយើងត្រូវតែមានបាទថវិកាបាទថវិកាសំខាន់បំផុតបាទយើងយកទៅទិញបាទសម្ភារៈដូចជារលោរុញបាទថ្នាំទ្រនាប់បាទថ្នាំគ្រឿមបាទយើងទៅទិញមកយើងយកមករុញយកមកលាបទៅលើនឹងហើយយើងមានទាំងសម្ភារៈសម្រាប់ប្រើទៅលើថ្នាំគ្រឿមទុកបាសហ្នឹងមានបងប្អូនមានតាំងពីបាទទី1ថ្នាំបាទថ្នាំលាបថ្នាំប្រភេទថ្នាំប្រេងហ្នឹងទី2មានរលោរុញបាទទី3មានសង្កអូបបាទយើងត្រូវប្រើសង្កអូបខ្ញុំអត់ប្រើសង្កធម្មតាឬក៏ម៉ាស៊ុតអីទេបងប្អូនឬក៏គេហៅ thinner មួយទៀតបន្ទាប់មកយើងត្រូវមានប្រេងហូរឆាប់រឹងទន់រឹងណាប៉ុន្តែទូទៅខ្ញុំហៅតែវគ្គនេះបងប្អូនបាទហើយអានឹងយើងបងជាងមួយចំនួនគាត់ធ្លាប់ធ្វើគាត់ធ្លាប់ប្រើប្រាស់ក៏ដឹងហើយតែគាត់នៅវីដេអូនេះសម្រាប់ជូនទៅបងប្អូនដៃថ្មីទាំងអស់ណាជាពិសេសជាងថ្មីណាយើងមើលតែហេតុតែបើគេប្រើថ្នាំទ្រនាប់រលោងស្អាតណាស់បាទធ្វើដោយរបៀបនឹងបងប្អូនគឺមានអីយើងគាត់យករលោរុញឬក៏យើងបាញ់ជាមួយនឹងក្បាលបាញ់រលោងទៅបងប្អូនបាទអានេះយើងប្រើថ្នាំទ្រនាប់ប៉ុន្តែទោះបីយ៉ាងណាបើយើងធ្វើឲ្យមានការចំណប់ជាប់អានេះមានវិធីសាស្ត្រច្រើនទៀតបងប្អូនបាទហើយកន្លែងខ្លះជាងខ្លះក៏គាត់យកសត្វឈ្ងោសត្វស្លហ្នឹងថ្នាំមកឬក៏គេហៅចំហុយណាបងប្អូនបាទមិនមែនចេះយើងធ្វើអញ្ចឹងបានវាជាប់ជាមួយនឹងសាច់ឈើឯថ្នាំនេះបងប្អូនមើលឃើញនេះឃើញគឺសាច់ថ្នាំស្អាតដែរបងប្អូនបាទហើយនេះគឺជាសកម្មភាពដែលខ្ញុំបាទបាញ់ជាមួយនឹងថ្នាំគ្រឿមម្ដងបងប្អូនថាកុំឲ្យថាអត់ឃើញបាញ់ថ្នាំសោះមួយរយៈនេះវីដេអូតែបើ YouTube ខ្ញុំនោះមានបងប្អូនប៉ុន្តែរបៀបបាញ់ថ្នាំគ្រឿមនេះមានយូរហើយព្រោះ YouTube ប្រហែល6 7ឆ្នាំហើយជាស្រ័យផងដែរដោយសារសុខភាពវាមិនសូវជាល្អម៉ានត្រូវភ្លៀងផងត្រូវសង្កអូបផងវាធ្វើឲ្យបាទក្លិននឹងទៅវាចេះសាយភាងមកចំមុះរបស់យើងបាទដល់អញ្ចឹងទៅសំឡេងក៏មិនសូវល្អក៏កំសូវព្រោះដែរបងប្អូនបាទហើយអត់មានអីរ៉េរ៉ាប់ប្រាប់បងប្អូនទេមានតែក្នុងហ្នឹងគឺរបៀបបាញ់ថ្នាំដែលយើងមានម៉ាស៊ីនខ្យល់ទៀតមានកំប៉ុងបាញ់ថ្នាំការបាញ់ថ្នាំដែលយើងទិញមកហ្នឹងយកមកបំលែងបាញ់មួយយើងកំប៉ុងបាញ់មួយបាញ់បានតែថ្នាំរលោងតែមួយទៀតយើងទិញមកបាញ់គឺបាញ់បានទាំងគ្រឿមទាំងរលោងផងដែរតែទូទៅយើងប្រើវាទៅលើតែបាញ់ថ្នាំគ្រឿមឯងបងប្អូនបាទនេះគឺគ្រឿមរបៀបហ្នឹងហើយនេះជាសកម្មភាពនៃការបាញ់ថ្នាំគ្រឿមមកខ្ញុំឲ្យក្នុងកំប៉ុងនេះបងប្អូនវាចូលជិត3គីឡូក្នុងឬក៏3លីត្រថ្នាំបងប្អូនក្នុងកំប៉ុងដាក់ហ្នឹងបើតែយើងច្រើនពេកក៏វាអត់កើតដែរបងប្អូនលើកទៅអាចកឡកកពុបអីខាតថ្នាំយើងបោះថ្នាំថ្លៃដែរបងប្អូនមួយធុងតម្លៃរាប់រយដុល្លារដែរហើយដល់ពេលយើងយកមកប្រើប្រាស់តែយើងប្រើក្នុងការសន្សំសំចៃហើយវីដេអូចេញចែកជូនបងប្អូនបាទទេសនាជាបន្តមកហើយពីសកម្មភាពធ្វើទុកបាសអញ្ចឹងតិចទៀតគឺខ្ញុំនឹងធ្វើបាទ content វីដេអូបាទចែករំលែកបើបងប្អូនណាចាប់អារម្មណ៍បាទចុចមេដៃចុច like បាទ follow មួយហើយជួយ share ម្នាក់មួយមកខ្ញុំបាទនឹងមានទឹកចិត្តនៃការធ្វើវីដេអូបន្តជូនបងប្អូនពីសកម្មភាពបាទនៃការធ្វើធុងបាសហើយបទបង្ហាញរបស់ខ្ញុំក៏អាចបង្ហាញពីຂະຫນាតប៉ុណ្ណាធុង5ទឹកធ្វើប្រភេទយ៉ាងម៉េចធុង6ទឹកធ្វើដោយរបៀបណាហើយយើងត្រូវមានអីគេខ្លះអញ្ចឹងក្នុងនឹងបើសិនជាបងប្អូនគាំទ្របាទទៅលើ page របស់ខ្ញុំឡុងសមៀននឹងដែលធ្វើធុងបាសនឹងឬក៏ Facebook របស់ខ្ញុំឡុងសមៀននឹងបាទហើយ TikTok ដូចជាខ្ញុំក៏មានដែរដាក់ឈ្មោះជាងសមៀនធ្វើធុងបាសស្រុកកកូរបងប្អូនហើយ YouTube ក៏ដូចគ្នាដែរ YouTube ចំណងជើងដូចគ្នាអញ្ចឹងបងប្អូនបាទគឺជាងសមៀនដំឡើងធុងបាសស្រុកកកូរក្នុង YouTube បងប្អូនបានមើលក្នុងនេះទៅអាចចូលមើលនៅ YouTube ខ្ញុំបាទផងព្រោះ YouTube ក៏ជាចំណុចសំខាន់ដែរព្រោះយើងធ្វើវីដេអូវែងវីដេអូក្នុង YouTube គេអាចទាមទារឲ្យមាន revenue ចាប់ពី3នាទីឡើងទៅបាទវាគាត់ផ្សំបែបឡូគេមានវីដេអូខ្លីដល់បងប្អូនបាទនឹងអាស្រ័យដូចបងប្អូនបើសិនជាចាប់អារម្មណ៍បាទអាចហើយមានបងប្អូនណាចង់បាទរៀនសូត្រពីក្បួនធ្វើធុងបាសក្បាច់ក្បូរធ្វើធុងបាសនឹងឲ្យមកខ្ញុំបង្រៀន
ប៉ុន្តែត្របង់ថ្លៃសេវាចូលរៀនđấyណាបងប្អូនបាទវាអានឹងធ្វើម៉េចបើយើងក៏ខ្ញុំរៀនក៏ខ្ញុំបាទទៅយកចំណេះពីគេយើងបងថវិកាឲ្យគេដែរបងប្អូនបាទហើយបន្ទាប់មកគំនិតកែច្នៃប្រឌិតរបស់យើងថែមទៀតទេហើយក្នុងនឹងធុងលឺមិនលឺវាអាស្រ័យទាំងក្តារអាស្រ័យសម្រស់ថ្នាំហ្នឹងវាជាសម្រស់សុផលខាងក្រៅប៉ុន្តែសំលេងលឺខ្លាំងលឺចិត្តណាវាស្ថិតនៅលើទឹកដីជាងដែរបើជាងធ្វើបានលឺល្អក៏លឺល្អហើយធុងខ្ញុំនេះដាក់ឲ្យគឺដឹងតែលឺបងប្អូនហើយអត់ដើរតែអរគុណច្រើនបងប្អូន